ថ្ងៃចិនដើមសប្តាហ៍អញ្ចឹងខ្ញុំជឿជាក់ថាបងប្អូនស្រីៗជាពិសេសបងដែលគាត់ជាស្ត្រីនៅផ្ទះហើយមានការងារធ្វើនៅខាងក្រៅគាត់ច្បាស់ជា stress នៅក្នុងការរកនឹកធ្វើមុខម្ហូបអីឲ្យលឿនហើយងាយចម្អិនសម្រាប់ជូនគ្រួសាររបស់គាត់ហើយអញ្ចឹងថ្ងៃនេះខ្ញុំនឹងមកចែករំលែកមុខម្ហូបដ៏សាមញ្ញមួយគឺស្ងោរជីឆាយដែលចំណាយពេលអត់ដល់20នាទីអ្នកទាំងអស់គ្នានៅក្នុងការចម្អិនមិនតែប៉ុណ្ណោះគ្រឿងផ្សំងាយអត់ពិបាកសាំញ៉ាំច្រើនហើយថែមទាំងមានរសជាតិឆ្ងាញ់ពិសេសបើបានហត់នៅពេលក្តៅទៀតកាន់តែអែមហ្មងគ្រឿងផ្សំគោលនៅក្នុងមុខម្ហូបមួយមុខនេះអ្នកទាំងអស់គ្នាអាចបន្ថែមនៅបន្លែអីផ្សេងៗដែលអ្នកទាំងអស់គ្នាចូលចិត្តបានតែសម្រាប់ខ្ញុំគ្រឿងផ្សំគោលនោះគឺមានដូចជាជីឆាយឬក៏គេហៅថាសារាយក្រៀមនឹងចំនួន1កញ្ចប់មានសាច់ជ្រូកច្រាម2ឬក៏3ខាំតាមការចង់បានសាច់តិចសាច់ច្រើនអញ្ចឹងណាតៅហ៊ូពងមាន់2កញ្ចប់តែបើអ្នកទាំងអស់គ្នាចង់ប្រើតៅហ៊ូប្រភេទអីផ្សេងក៏បានដែរពីព្រោះមានច្រើនប្រភេទដែរលក់នៅតាមទីផ្សារតែសម្រាប់ខ្ញុំចាញ់ក្លិនតៅហ៊ូតែបើប្រភេទតៅហ៊ូនេះគឺឆ្ងាញ់អត់ក្លិនហើយជាតិវាខ្ទិះស្តៀងជាមួយនឹងពងមាន់ដែរអញ្ចឹងខ្ញុំចូលចិត្តប្រភេទតៅហ៊ូនេះជាងបើបន្លែវិញគឺខ្ញុំប្រើផ្សិតជាបើងមួយប្រភេទនេះឬក៏អ្នកទាំងអស់គ្នាអាចប្រើប្រភេទផ្សិតម្ជុលអីតាមការចូលចិត្តអញ្ចឹងណាតែសម្រាប់ខ្ញុំអត់សូវចិត្តផ្សិតម្ជុលព្រោះមានអារម្មណ៍ថានៅពេលដែលស្លជីឆាយជាមួយផ្សិតម្ជុលទៅគឺដូចរៀងអល់ពេលដែលយើងញ៉ាំអត់សូវស៊ីគ្នាមកទេអញ្ចឹងខ្ញុំចិត្តផ្សិតមួយនេះជាងព្រោះវាច្រប់ហើយឆ្ងាញ់គ្រឿងផ្សំបន្តមកទៀតហ្នឹងគឺមានបកាហើយនិងយឺហ៊ឺជាមួយនឹងដុំស៊ុបខ្នុរម្ដុំផងដែរហើយអីដែលអាចខ្វះបាននៅក្នុងមុខម្ហូបមុខនេះនោះគឺស្លឹកជីវ៉ាន់ស៊ុយនេះឯងសម្រាប់អ្នកផ្ទះរបស់ខ្ញុំមុខម្ហូបមុខនេះឲ្យខ្ញុំគាត់ឲ្យឈ្មោះថាសាឡវើជុំដោយសារនៅពេលដែលអស់ទំនប់រនឹកធ្វើម្ហូបអីលែងឃើញគឺដឹងតែស្ងោរជីឆាយហ្នឹងហើយអញ្ចឹងមិនគាត់ថាសាឡវើជុំហ្នឹងណាស្ងោរជីឆាយជាទូទៅខ្ញុំចិត្តលីងខ្ទឹមជាមួយនឹងសាច់ជ្រូកឲ្យវារៀងស្ងួតទឹកបន្តិចឬក៏ឡើងជើងក្រងតិចហ្នឹងមកបន្ទាប់មកខ្ញុំក៏បង់បកាហើយនិងយឺហ៊ឺហ្នឹងចូលទៅលីងជាមួយគ្នាហ្នឹងតែម្ដងបន្ទាប់មកខ្ញុំចាក់ទឹកក្តៅដែលដាំឆ្អិនហ្នឹងចូលទៅដើម្បីឲ្យវាឆាប់ពុះហើយក៏ដើម្បីជួយឲ្យកាត់ក្លិនសាច់បានមួយចំណែកផងដែរក្នុងបរិមាណសមរម្យគ្របចោលប្រហែលតែ1នាទីអីហ្នឹងគឺពុះហើយអ្នកទាំងអស់គ្នាដោយសារខ្ញុំស្លទឹកក្តៅអញ្ចឹងគឺអត់ចាំយូរទេនៅពេលដែលទឹកពុះហ្នឹងគឺខ្ញុំបង់ដុំស៊ុបចូលម្ដុំហើយខ្ញុំក៏ចាប់ដើមផ្សំគ្រឿងមានទឹកត្រីបន្តិចម្សៅស៊ុបប៊ីចេងតិចតួចដែរហើយក៏លួចអំបិលតិចដើម្បីឲ្យវាមានរសជាតិមុតដិតឆ្ងាញ់អញ្ចឹងណាអ្នកទាំងអស់គ្នាជាទូទៅខ្ញុំចូលចិត្តផ្សំគ្រឿងមុនបង់បន្លែចូលដោយសារវាជា style របស់ខ្ញុំអញ្ចឹងរៀងពិបាកនឹងបញ្យល់ដែរតែបង់មុនឬក៏បង់ក្រោយអត់ខុសគ្នាអ្នកទាំងអស់គ្នាឲ្យតែលាយរសជាតិត្រូវគឺឆ្ងាញ់ហើយបន្ទាប់មកទៀតខ្ញុំដាក់ផ្សិតចំបើងចូលព្រមគ្នាជាមួយនឹងតៅហ៊ូដែរឲ្យវាពុះតាគ្នាហើយក៏ប្រហើយជាមួយនឹងជីឆាយដែលខ្ញុំបានយកវាទៅកដៅនៅលើផ្ទះដូចនៅក្នុងវីដេអូដែលបានបង្ហាញអញ្ចឹងនេះគឺជារូបមន្តក៏ដូចជា technique ថ្មីមួយដែរដែលខ្ញុំរៀនតាម Facebook មួយរយៈចុងក្រោយហ្នឹងឃើញថាក្លិនឈ្ងុយជាងរាល់ដងហើយជីឆាយពេលត្រូវទឹកអត់សូវល្អិតទេវាដូចស្វិតច្រប់ទោះយើងកម្ដៅច្រើនដងមិនក៏វាអត់បែកវល់ដែរជាកិច្ចបង្ហាញប៉ុនមែនតើហ្នឹងខ្ញុំក៏បង់ស្លឹកជីវ៉ាន់ស៊ុយដែលបានហាន់រួចហ្នឹងចូលទៅទាំងអស់ហើយសម្រាប់មុខម្ហូបមួយមុខនេះគឺចប់ត្រឹមហ្នឹងហើយសង្ឃឹមថាអ្នកទាំងអស់គ្នាអាចសាក style អាំងជីឆាយមុនយកទៅស្លម្ដងមើលថាមានរសជាតិប្លែកដូចខ្ញុំនិយាយមែនអត់កុំភ្លេចសាកបងទាំងអស់គ្នាហើយក៏អរគុណសម្រាប់ការតាមដានទស្សនាវីដេអូនេះតាំងពីដើមរហូតដល់ចប់ Stay tuned for the next video ជម្រាបលាបាយបាយ